អាជ្ញាធរនឹងជំរុញឱ្យអ្នកលក់ដូរបន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគោចាស់នៅថ្ងៃទី18ខែមករាខាងមុខនេះ។ នៅថ្ងៃទី18ខែមករាខាងមុខនេះរាជរដ្ឋាភិបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឱ្យអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាថៃម៉ៅសេតុងមហាថៃព្រាហ្មនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោចាស់ក្នុងខណ្ឌទួលគោខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះក្នុងខណ្ឌព្រែកព្នៅគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវនេះតទៀតទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករានេះលោកខួនស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសុកតុងមហាវិថីមនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោមានចំនួនជាង700អាជីវកម្មហើយចាប់ពីថ្ងៃទី18ខែមករាខាងមុខនេះតទៅពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរាជរដ្ឋាភិបាលភ្នំពេញរៀបចំឲ្យទៅលក់នៅទីតាំងផ្សារដើមគោកថ្មីស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ-ឈ្នះនិងខណ្ឌព្រែកព្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រុងនិងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសួរថាចុះកន្លងមកហេតុអ្វីបានរាជរដ្ឋាភិបាលរាជធានីមិនអនុវត្តវិធានការបែបនេះលោកខួនស្រេងបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយទើបយើងឲ្យពួកគាត់ចាក់ចែងពីលើទ្រុងនិងចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវនៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវនៃមហាវិថីសេតុងនិងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគោនឹងត្រូវផ្លាស់ប្ដូរទៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះក្នុងខណ្ឌព្រែកព្នៅហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមគោកចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ